Ok, số đây là ngọc này ní cứ chia mê riêng TP bỏ dương ấy rồi việc mơ candle là có chia episode TP phong đại cứ dương riêng làm PK mơ candle bình đòn nên ngày chứng chụp PK mơ candle ní cứ bong bóng ai vô tới confirm chụp xa ba np đại việc trình chỉ rồi riêng bạn ní cứ viên nâng sầm đau hỏi xa vì miền từ đau từ lỡ môi có từ cầu hỏi tại vì trình chỉ rồi riêng bạn này chứng bong bóng ai mơ video này bán ai vô từ việc trong cái chụp xa bạn nên ngày trướcមួយទៀតបើសិនជាបងប្អូនមិនទាន់មានគណនីជួញដូរទេបងប្អូនអាចឆាតមកខ្ញុំផ្ទាល់មកឬមួយក៏តាម Telegram ដើម្បីបើកគណនីដើម្បីជួញដូរទាំងអស់គ្នានឹងហើយដែលមាន spread ទៀតហើយបើសិនជាបងប្អូនបើកហើយខ្ញុំនឹងដាក់ link group Telegram របស់ខ្ញុំដើម្បីឲ្យបងប្អូនចូលក្នុង group ដើម្បីយើងវិភាគរកកន្លែងចូលផ្សារទាំងអស់គ្នាហ្នឹងហើយអញ្ចឹងនៅថ្ងៃនេះដែរចំពោះមេរៀននេះគឺខ្ញុំលើកឡើងអំពី2 candle ដែលវាជាប្រភេទcandle 2គុំចូលគ្នាគឺបើវាចេញជារូបរាងបែបហ្នឹងវានឹងកត់សម្គាល់ថាផ្សារអាចមានទិសដៅទៅលើនិងផ្សារអាចមានទិសដៅទៅក្រោមហ្នឹងហើយសម្រាប់ខាងឆ្វេងដៃនេះគឺជាប្រភេទ2 candle បញ្ចូលគ្នាវាចេញជារូបរាងបែបនេះគឺគេហៅថាជាប្រភេទ bullish engulfing bullish engulfing បងប្អូនប្រកាសជាធ្លាប់ឮហើយអញ្ចឹងនៅពេលដែលវាចេញជារូបរាងបែបនេះវាមានន័យថាផ្សារវានឹងមានទិសដៅឡើងទៅលើបន្ថែមទៀតហើយវាកើតនៅតំបន់ support ឧទាហរណ៍ថាផ្សារវាកំពុងតែចុះមកក្រោមអញ្ចឹងវាកើតចេញជា bullish engulfing បែបនេះគឺវានឹង confirm ផ្សារដើម្បីឲ្យផ្សារមានទិសដៅឡើងទៅលើវិញមានន័យថាការអ្នក sell វាអស់កម្លាំង sell ហើយអញ្ចឹងកម្លាំង buy ចូលវិញផ្សារវាអាចមានឡើងទៅលើវិញអញ្ចឹងហើយសម្រាប់ខាងស្ដាំដៃនេះដែរគឺជាប្រភេទ candle 2ចូលគ្នានេះគេហៅថា bearish engulfing ហ្នឹងហើយវាកើតនៅតំបន់ resistance ខាងលើឧទាហរណ៍ថាផ្សារវាកំពុងតែ uptrend ឡើងទៅអញ្ចឹងនៅពេលដែលវាកើតចេញជា candle 2គុំចូលគ្នាបែបនេះចេញជារូបរាងបែបនេះគេហៅថា bearish engulfing មានន័យថាផ្សារវានឹងមានទិសដៅចុះមកក្រោមវិញហ្នឹងហើយដោយសារវា confirm candle ហើយវាកើតនៅតំបន់ resistance ខាងលើអញ្ចឹងបងប្អូនអាចចំណាំមើលបាន bullish engulfing វាបង្កើតនៅខាងក្រោមតំបន់ support bearish engulfing វាកើតនៅតំបន់ខាងលើអញ្ចឹងវាអាច confirm ទិសដៅចុះមកខាងក្រោមហើយនឹង confirm ឡើងទៅលើគ្នាឥឡូវខ្ញុំសូមគូសឲ្យបងប្អូនអ្នកគ្នាមើលឧទាហរណ៍ឥឡូវយើងមិនចាំបាច់ឧទាហរណ៍គូសវិញឆ្ងាយទេឥឡូវយើងចូលមើលក្នុងក្រាបផ្ទាល់តែម្ដងនៅពេលដែលវាចេញជារូបរាងបែបហ្នឹងថាផ្សារនឹងទៅណាយើងមើលទាំង bullish និង bearish ដូចគ្នាឥឡូវយើងចូលមើលទៅក្នុងក្រាបផ្ទាល់តែម្ដងណាអូខេអញ្ចឹងទិសដៅនេះបងប្អូនអាចឃើញនេះចាំមើលខ្ញុំឧទាហរណ៍នេះគឺជាដូចខ្ញុំនិយាយអញ្ចឹងគឺវាជាប្រភេទ up trend ឡើងទៅលើ up trend ណាបន្ទាប់មកតំបន់នេះគឺបងប្អូនមិនឃើញវាគឺជាតំបន់ resistance ខាងលើតំបន់ខ្ពស់ដោយសារតែវាបានផ្សារនេះវាបានឡើងទៅនេះបានឡើងទៅដល់លើអញ្ចឹងមានន័យថាវាក៏បានបង្កើតជា candle 2នេះដូចយើងរៀនណានេះបងប្អូនអាចមើលបាន candle 2នេះឥឡូវខ្ញុំលុបចោលខ្ញុំយកកន្លែងនេះគូវាបង្កើតជា candle 2នេះហ្នឹងណាអាហ្នឹងគេហៅថាអីមើលរូបរាងវាបងប្អូនអាចព្រមមើលបានណាព្រិចមើលបាន candle Q1 បន្ទាប់មក candle ក្រហមផ្ដាច់មកវាចេញជារូបរាងបែបនេះ bearish engulfing ហើយវាកើតនៅតំបន់ resistance បងប្អូនអាចឃើញគាត់ថាវាកើតមកវា confirm candle គឺចុះមកខ្លាំងមកអញ្ចឹងបងប្អូនអាចមើលតែប៉ុណ្្នឹងបងប្អូនអាចដឹងថានៅពេលដែលវាចេញជារូបរាងបែបហ្នឹងនៅតំបន់ resistance ខាងលើគឺផ្សារវានឹងមានអាកាសត្រឡប់ចុះមកក្រោមខ្លាំងអញ្ចឹងចំពោះការយើង sell យ៉ាងម៉េចបើចេញអញ្ចឹងយើងចាប់ដើមដាក់ position sell មកយើងនៅពេលដែលផ្សារវាមិនទាន់កើតអាហ្នឹងយើងនឹងដាក់ position sell នៅចំពេលផ្សារទី3ដែលវាបើកមកអញ្ចឹងយើង sell ភ្លាមតែម្ដងឬមួយក៏ចាំឲ្យវាតេស្តឬពាក់កណ្ដាលអញ្ចឹងយើង sell ភ្លាមតោះមកយើង sell SL យើងអាចដាក់នៅលើ candle នេះមកចំពោះ TP យើងទៅរកតំបន់ liquidity ណាដែលវាអាចត្រឡប់ទៅរកវិញនេះគឺជាតំបន់ liquidity ដែលគេហៅថា order block ហ្នឹងវាអាចនឹងមកខាងហ្នឹងវិញអញ្ចឹងចំពោះ TP បងប្អូនដាក់មកដល់ហ្នឹងឃើញវាចូលស្អាតហ្នឹងហើយអញ្ចឹងបងប្អូនអាចមើលផ្សេងទៀតនេះអានេះក៏ជាប្រភេទ bearish engulfing ដូចគ្នាឃើញទេអានេះផ្សារវាដើរជាលក្ខណៈ sideways បែបនេះវាដើរ sideways បែបនេះរួចហើយវាបង្កើតជា bearish engulfing នៅខាងលើនេះ
ต่อមកវាcònចុះអញ្ចឹងបើយើងធ្វើការ sell ដូចគ្នាយើងអាច sell នៅផ្សារនេះបើកភ្លាមតមក SL យើងដាក់នៅលើតំបន់ដែលវាចង់ candle ដែលវាបង្កើតណាហើយ TP យើងអាចដាក់នៅ liquidity នេះបានឃើញវាមកដល់ហ្នឹងណាអញ្ចឹងបើសិនជាបងប្អូនចេះរងចាំមើលតែប្រភេទ candle បែបនេះបងប្អូនអាចធ្វើការចូលផ្សារបានហើយចំពោះផ្សារដែលវា strong គឺវានៅចន្លោះ time frame កន្លះម៉ោង1ម៉ោងទៅ4ម៉ោងដែលវា strong ខ្លាំង4ម៉ោងវាកាន់តែ strong ខ្លាំងគាត់ថាវាមិនងាយកើតវាកើតនៅតំបន់ខ្ពស់ហ្នឹងហើយដូចកន្លែងនេះអញ្ចឹងកន្លែងនេះបងប្អូនកុំយល់ច្រឡំថាវាចេញជាលក្ខណៈ bullish ណា bullish បែបនេះមិនមែនតែឃើញវាខុសគ្នាវាដោយសារវាបិទ candle ខុសគ្នាអញ្ចឹងបងប្អូនអាចមើលផ្សេងទៀតបាន bullish candle គឺបែបនេះអានេះគឺជាប្រភេទ bullish candle នេះវាកើតមកពីរជាប់គ្នាអញ្ចឹង confirm ឲ្យផ្សារមានន័យថា confirm ឲ្យផ្សារហ្នឹងនឹងឡើងទៅលើ bullish candle នេះអានេះគឺជា bullish នេះគឺជា bearish អញ្ចឹងវីដេអូនឹងវាមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនអាចយកទៅសិក្សាបន្ថែមនៅក្នុងក្រាផ្ទាល់ណាដើម្បីឲ្យយើងដឹងថានៅពេលដែលវាកើតអញ្ចឹងវាចុះឬមួយក៏ឡើងតាមហ្នឹងបងប្អូនអាចចូលទៅមើលបានទាំងអស់អានេះយើងមើលនៅក្នុងក្រាផ្ទាល់នេះបងប្អូនឃើញអានេះគឺជាប្រភេទ bearish នេះវាកើតនៅតំបន់ខ្ពស់តែម្ដងគឺស្អាតហ្មងឃើញទេ candle Q នេះឡើងហើយបន្ទាប់មក candle ក្រហមវាផ្ដាច់អា Q នេះមកវាចេញជា bearish ឃើញទេបងប្អូនឃើញពីរនេះចេញជា bearish ដែរណាឃើញទេវាចេញជា bearish ទម្រង់ឲ្យយើង sell តម្លាក់មកវិញណាឃើញអត់វាកើតនៅតំបន់ខ្ពស់តែម្ដងអានេះវាផ្សារវាកំពុងតែឡើងវាកំពុងតែឡើងយ៉ាងបន្ទាប់មករួចហើយក៏វាបង្កើតជា bearish candle ហ្នឹងមកអញ្ចឹងបើសិនជាយើងបានចូល sell គឺយើងទទួលបានផលចំណេញណាជាង sell មកហើយចំពោះ SL យើងដាក់នៅតំបន់ខ្ពស់របស់វាមកហើយ TP យើងអាចរកតំបន់ liquidity ណាមកឃើញវាឡើងទៅតំបន់ខ្ពស់គឺវាចុះមកវិញស្អាតចឹងតែម្ដងអានឹងប្រភេទ bearish bullish ក៏ដូចគ្នាវាមានដូចគ្នាអញ្ចឹងដល់យើងអាសាសង្កេតទីផ្សារមើលហ្នឹងហើយអញ្ចឹងបងប្អូនអាចសារវីដេអូនេះមើលសារដើមឡើងវិញហើយចូលមើលនៅក្នុងក្រាបផ្ទាល់តើនៅពេលដែលវាចេញជាប្រភេទ bullish ឬមួយក៏ bearish អញ្ចឹងផ្សារវាអាចនឹងឡើងដូចអ្វីដែលខ្ញុំនិយាយអញ្ចឹងសំខាន់បងប្អូនអាចបែកតេស្តមើលផ្ទាល់បានអរគុណច្រើនអញ្ចឹងនៅវីដេអូបន្តទៀតយើងនឹងរៀនមើលប្រភេទ candle ផ្សេងទៀតអញ្ចឹងអរគុណជម្រាបលា